បាទជំរាបសួរថ្ងៃនេះគឺខ្ញុំនឹងនិយាយពីលម្អិតអំពីការបង់រំលោះឡានជាមួយនឹងឃ្លាំងអញ្ចឹងមានថាអ្នកបង់មួយចំនួនគឺគាត់ឲ្យតែមានការបង់បានជាមួយឃ្លាំងគឺគាត់អត់សូវគិតអ្វីឆ្ងាយដល់ស៊ីជម្រៅទេឲ្យតែបានគឺសប្បាយចិត្តនឹងការបង់តែម្ដងថ្ងៃនេះគឺខ្ញុំនឹងរៀបរាប់លម្អិតអំពីការបង់រំលោះឡានជាមួយនឹងឃ្លាំងបាទគឺលេខ1នេះគឺខ្ញុំមកដាក់ថាគឺបង់ប្រចាំខែទេអញ្ចឹងខ្ញុំឧទាហរណ៍ប្រាក់ដើមកន្លែងនេះគឺ$16,000អញ្ចឹងខ្ញុំឧទាហរណ៍ទេគឺការប្រាក់គឺ 1.5% រយៈពេលបង់គឺ5ឆ្នាំស្មើជាមួយនឹង60ខែអញ្ចឹងការប្រាក់នេះគឺខ្ញុំគ្រាន់តែឧទាហរណ៍ទេវាអាចដូចនឹងឬក៏វាអាចលើសនឹងបាទខ្ញុំសូមបញ្ជាក់ទៀតប៉ុណ្្នឹងទេអញ្ចឹងការប្រាក់ដែលយើងត្រូវបង់គេមួយខែគឺ$240ប្រាក់ដើមដែលយើងត្រូវបង់ឲ្យគេប្រចាំខែហ្នឹងគឺ$267ប៉ុន្តែមានន័យថាគឺយើងបូកប្រាក់ដើមជាមួយនឹងការប្រាក់យើងបង់ប្រចាំខែគឺ$507បាទយើងបង់គេរាល់ខែតែម្ដងរហូតដល់រយៈពេល5ឆ្នាំបើសិនជាយើងមិនមានរៀបដាច់ទេបាទមិនមែនថាយើងបង់ខែដំបូង507ហើយខែបន្តមកទៀតគឺចុះគឺអត់អញ្ចឹងទេគឺការបង់រំលោះឡានគឺគេគិតបង់ថេតែម្ដងគេយកចំណេញច្រើនអញ្ចឹងបើយើងបង់ទៅដល់ទាំងការបង់រយៈពេល5ឆ្នាំអញ្ចឹងមានន័យថាគឺយើងត្រូវបង់ទៅដល់ទាំងកាហ្នឹង$3420បាទខ្ញុំធ្វើឧទាហរណ៍នេះគឺខ្ញុំគ្រាន់តែឲ្យលោកអ្នកបងប្អូនដែលចង់បង់រំលោះជាមួយឃ្លាំងហ្នឹងគិតបាទតើគួរបង់ឬក៏មិនគួរបង់គិតទៅបាទខ្ញុំមិនមែនថាធ្វើទៅចេះជាអ្នកទេបាទរឿងបង់មិនបង់គឺជារឿងរបស់លោកអ្នកបងប្អូនខ្ញុំគ្រាន់តែធ្វើឯកសារនេះដើម្បីបង្ហាញឲ្យលោកអ្នកបងប្អូនគឺមានគំនិតគិតឲ្យបានវែងឆ្ងាយហើយការបង់ដែរលោកអ្នកបងប្អូនត្រូវតែដឹងថាការប្រាក់ប៉ុន្មានជាទូទៅគឺប្រាក់នៅកន្លែងបង់រំលោះគឺការប្រាក់ 1.5 ហ្នឹងគឺចង់ទៀតផងកន្លែងខ្លះវាអាចលើសហ្នឹងបាទមួយទៀតសួរគេថារយៈពេលបង់ប៉ុន្មានតើមានកម្លាំងសេវារដ្ឋបាលអត់បាទហើយមួយទៀតសួរគេថាឡើងដើមបានអត់អញ្ចឹងខាងលើនេះខ្ញុំគិតតែការប្រាក់បុកជាមួយនឹងប្រាក់ដើមទេគឺបង់$507ហ្នឹងចុះបើសិនជាកន្លែងខ្លះមានកម្រៃសេវារដ្ឋបាលបង់ប្រចាំខែទៀតអញ្ចឹងលោកអ្នកបងប្អូនគឺនឹងបង់លើសពី500ជាងទៅទៀតអត្រាហ្នឹងហើយគឺត្រូវគិតឲ្យមែនតើហើយសួរថាតើលទ្ធភាពរបស់យើងហ្នឹងគឺអាចទៅរួចអត់យើងបង់ថេបាទមិនមែនបង់ថយទេបង់ថេគឺ500ជាងហ្នឹងគឺ500ជាងរហូតតែម្ដងបាទទី2ហ្នឹងគឺត្រូវមានប្រាក់ចូលរួមប្រមាណភាគរយឡើងទៅនៅតម្លៃឡានអញ្ចឹងមានថាការបង់រំលោះឃ្លាំងភាគច្រើនគេឲ្យយើងចូលរួមមុន30% 40% មុនបាទជាមួយនឹងតម្លៃឡានរបស់គេហើយទី3ហ្នឹងគឺតម្លៃឡានខ្ពស់ជាងទិញលីសុតអញ្ចឹងការបង់រំលោះឡានជាមួយនឹងឃ្លាំងតម្លៃឡានគឺវាខ្ពស់ជាងតម្លៃទិញលីសុតឧទាហរណ៍ឡានមួយគឺ20,000ប៉ុន្តែបើកាលណាយើងបង់រំលោះជាមួយគេយើងអាច21,000 22,000 23,000 ចឹងទៅអញ្ចឹងមើលតែគ្រាន់តែដឹងថាតម្លៃបង់រំលោះឡានជាមួយឃ្លាំងហ្នឹងគឺវាខ្ពស់ជាងតម្លៃធម្មតាទី4គឺត្រូវចំណាយថ្លៃសេវារដ្ឋបាលដាក់ GPS មានសេវាមេធាវីទៀតអញ្ចឹងមើលថាបើតាមខ្ញុំដឹងគឺគេយកយើង500បន្ថែមទៀតគឺសម្រាប់ធ្វើសេវាអស់ហ្នឹងបាទឬគេមានសេវាផ្សេងទៀតអាចទៅលើឃ្លាំងមួយបាទអញ្ចឹងយើងត្រូវចូលរួមថ្លៃសេវារដ្ឋបាល GPS សេវាមេធាវីហ្នឹងចឹងហើយណាក៏ចំនួន$500បន្ថែមទៀតដែរបាទត្រូវគិតពីរឿងអស់ហ្នឹងចឹងទី5ហ្នឹងគេអាចចុះទៅដល់ផ្ទះរបស់យើងដើម្បីឲ្យឆ្លល់ផ្ទះបាទទី6ហ្នឹងគឺ
តើបងឡានរំលោះជាមួយក្លៀនហ្នឹងតើមានការធានាជួសជុលអត់កុំឲ្យនៅពេលដែលយើងជិះទៅបានមួយអាទិត្យពីរអាទិត្យឡានមានបញ្ហាឆែកនោះឆែកនេះអញ្ចឹងនៅពេលដែលយើងយកទៅឲ្យការ៉ាវិញការ៉ាគេតវ៉ាថាលុយដែលចេញជួសជុលហ្នឹងគឺជាលុយរបស់យើងផ្ទាល់បាទដោយសារតែអត់មានការបញ្ជាក់ណាមួយឲ្យបានច្បាស់អញ្ចឹងមួយថាត្រង់នេះដែរគឺលោកអ្នកបងប្អូនត្រូវតែបញ្ជាក់បានច្បាស់តើធានាលើឡានហ្នឹងប្រហែលខែប្រហែលឆ្នាំហ្នឹងទៅណាចុះបើសិនជាការ៉ាមានការធានាសូមឲ្យគាត់ចេញលិខិតស្នាមឲ្យយើងមកគឺមានរយៈពេលធានា3ខែ4ខែឬក៏1ឆ្នាំត្រូវតែមានផ្តិតមេដៃឲ្យបកច្បាស់លាស់បាទបើចាំយោបល់របស់ខ្ញុំអ្នកផ្តិតមេដៃហ្នឹងគឺត្រូវតែម្ចាស់ការ៉ាហ្នឹងមកដើម្បីច្បាស់លាស់ជាមួយនឹងយើងនៅពេលកុំឲ្យថាមានឡានខូចហើយជួយទៅឲ្យគាត់បែររុញថ្លៃជួសជុលមកឲ្យយើងវិញចឹងមិនថាគឺអត់កើតទេបាទមួយវិញទៀតទី7នេះគឺពេលយកឡានទៅឲ្យការ៉ាវិញតែគាត់គិតតម្លៃទីផ្សារបែបម៉េចកន្លែងទី7នេះក៏សំខាន់ដែរពេលខ្លះទៀតនៅពេលដែលយើងជិះឡានមិនកើតឬក៏ខ្វះលទ្ធភាពបង់យកឡានទៅឲ្យគាត់វិញគាត់ថាតម្លៃឡានហ្នឹងគឺធ្លាក់ចុះណាការ៉ាមួយចំនួន 100% គឺគាត់និយាយបែបហ្នឹងអញ្ចឹងគាត់ឲ្យតម្លៃទីផ្សារជាងទៀតពេលខ្លះទៅគឺយើងត្រូវខាត់បង់ច្រើនមែនតើបាទគាត់មិនដែលថាតម្លៃឡានឡើងជាងមុនទេគឺ 100% គឺគាត់និយាយថាតម្លៃឡានគឺចុះតែម្ដងឬមួយយ៉ាងមួយទៀតនៅពេលដែលយើងយកឡានទៅឲ្យគាត់វិញគាត់នឹងមើលឡានរបស់យើងហើយគាត់បង្អាប់ថាឡានអន់ចេះអន់ចោះចូលពីគាត់ទៅអានេះនៅល្អចោះអានេះនៅល្អសោះដល់ពេលជីបបានប្រហែលខែគឺអានេះធ្លាក់ចុះមានបញ្ហានេះអញ្ចឹងមិនថាគេយុទ្ធសាស្ត្ររបស់គេបង្អាប់យើងធ្វើម៉េចឲ្យបានតម្លៃទាបបាទអានេះគឺជាជំនាញអ្នកលក់បាទទី3នេះគឺបើមានការបង់ជិតយ៉ាងតើពិន័យប្រមាណភាគរយអត្រហ្នឹងក៏សំខាន់ដែរបើកាលណាយើងបង់ជិតគេមួយខែអញ្ចឹងទៅគេពិន័យយើង 3% ឬក៏យ៉ាងម៉េចទៀតអាហ្នឹងគឺគោលការណ៍ការ៉ាស់អញ្ចឹងមិនថាសួរគេបានច្បាស់លាស់ត្រង់ចំណុចហ្នឹងបាទអញ្ចឹងទី4គឺត្រូវការអ្នកធានាអញ្ចឹងបើតាមខ្ញុំដឹងភាគច្រើនគឺបងជាមួយឃ្លាំងគឺដាច់ខាតត្រូវតែមានការអ្នកធានាអញ្ចឹងមកបាទឬមួយទៀតក៏ចូលរួមជាមួយលក្ខណៈប្តីប្រពន្ធអាហ្នឹងតាមលក្ខខណ្ឌរបស់គេមួយគឺខ្ញុំមិនបញ្ជាក់ឲ្យបានច្បាស់ទេមានតែការ៉ាស់ផ្ទាល់ទេដែលគាត់បញ្ជាក់ច្បាស់ពីប្រកបការរបស់គាត់គឺមួយផ្សេងគ្នាអញ្ចឹងមុនទៅលោកអ្នកបងប្អូនបងរំលោះឡានសូមពិនិត្យនៅលើចំណុចមួយដែលខ្ញុំបានបញ្យល់នេះគឺខ្ញុំបានបញ្យល់បានច្បាស់ហើយប៉ុន្តែទោះបីយ៉ាងណាក៏ដោយក៏មានចន្លោះខ្វះខាតតិចតួចអញ្ចឹងមើលថាតិចតួចហ្នឹងគឺកម្រណាស់ចឹងទី1បងប្រចាំការធានាលោកអ្នកបងប្អូនត្រូវតែគិតឲ្យមែនតែនតាមលទ្ធភាពទៅរួចអត់បាទហើយមួយទៀតគឺកុំបានយើងពេលខ្លះគឺអត់ទេប៉ុន្តែកុំចង់មានការហឺហាហ្នឹងដោយការចំណាយច្រើនទៅលើដែកដែលយើងជិះនោះគឺវាចំណាយទៅទេវាអត់បានឲ្យមកវិញណាពីព្រោះដែកដែលយើងជិះហើយគឺវាខូចខាតហើយវាអត់បានសល់ឲ្យមកវិញទេវាមិនអាចសល់បានតកូនតចៅទេហើយតាមហ្នឹងគឺលោកអ្នកបងប្អូនត្រូវតែសមាជិកឲ្យមែនតែនបាទបើលោកអ្នកបងប្អូនមានសំណួរអីអាចខមមិនសួរខ្ញុំបានខ្ញុំនឹងឆ្លើយនៅសំណួរដែលខ្ញុំបានដឹងសូមអរគុណច្រើនបាទ